em cô tình cờ đọc cái văn về cái sự chuyên quan là đó có đôi tình cờ ở trên này thì mình luôn nói chút với các tàu xin cái đây sau cái đây chị em viên trong chơi
ជួបប្រគល់រៀនតូចតែបានការបង្ហាញរបស់សម្លេងការបទចម្រៀងដែលមានចំណងជើងខាងដួងច័ន្ទយ៉ាងមានរំដំចិត្តចារៀនតូចអាចសម្រាប់បានចា So once again, ladies and gentlemen, a big round of applause to Her Royal Highness Princess Norodom Jenna. ចាព្រះរាជវត្តមានរបស់ព្រះនាងតូចបានធ្វើឲ្យបងប្អូនកុមារតូចចាប់ពីមួយលើកទៅមួយលើកគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបងប្អូនយ៉ាងខ្លាំងចាព្រះរាជវត្តមានរបស់ព្រះនាងខាងក្នុងកម្មវិធីកីឡានៅពេលនេះគឺជាសក្ខីភាពមួយដើម្បីជំរុញបងប្អូនតូចឲ្យចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាពល្អចានិងទទួលបានភាពជោគជ័យនៅពេលខាងមុខដែរឯកឧត្តមលោកជំទាវអង្គគឺទាំងមូលជាទីគោរពជាបន្តឈានទៅដល់ពិធីបង្ហាញព្រះអភិជ័យកីឡាកុមារអូឡង់ពិក Alright, ladies and gentlemen, without further ado, we would like to move to our next agenda, which is going to be the torch of the first Cambodian Baby Olympic. មានខ្ញុំសូមជម្រាបជូនអំពីអត្ថន័យនៃភ្លើងអភិជ័យកីឡាដែលជាប្រវត្តិដ៏យូរលង់ណាស់មកហើយភ្លើងគប់កីឡាអូឡ িম্প ពិកមានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកប្រវត្តិសាស្ត្រនិងនិមិត្តរូបអត្ថន័យភ្លើងគប់អូឡ িম্প ពិកគឺភ្លើងនេះគឺតំណាងឲ្យសន្តិភាពមិត្តភាពរវាងប្រទេសទាំងអស់ភាពរួបរួមរបស់មនុស្សជាតិទោះបីខុសជាតិខុសសាសនាឬវប្បធម៌ក៏ដោយស្មារតីកីឡាដូចជាការប្រកួតប្រជែងដោយយុត្តិធម៌ការខិតខំនិងការមិនបោះបង់ដើមកំណើតនៃការបង្កើតឲ្យមាននៅភ្លើងគប់កីឡានេះឡើងគឺភ្លើងគប់អូឡ িম্প ពិកមានដើមកំណើតចេញពីកីឡាអូឡ িম্প ពិកបុរាណនៅប្រទេសក្រិកនៅសម័យនោះគេជឿថាភ្លើងជាអំណោយរបស់ព្រះហើយវាជានិមិត្តរូបនៃជីវិតនិងចំណេះដឹងហេតុអ្វីបានគេត្រូវតម្រូវឲ្យមានភ្លើងគប់បែបនេះភ្លើងគប់អូឡ িম্প ពិកត្រូវបានធ្វើឡើងដើម្បីបញ្ជូនសារសន្តិភាពនិងសង្ឃឹមទៅកាន់ពិភពលោកបង្ហាញថាអូឡ িম্প ពិកជាកម្មវិធីសកលមិនមែនជារបស់ប្រទេសណាមួយនោះទេភ្ជាប់ពីអតីតកាលក្រិកបុរាណជាមួយនឹងបច្ចុប្បន្នកាលភ្លើងត្រូវបានបំភ្លឺនៅប្រទេសក្រិកហើយឆ្លងកាត់ប្រទេសនានារហូតដល់ទីក្រុងម្ចាស់ផ្ទះហើយត្រូវរក្សាឲ្យមិនរលត់រហូតដល់ពិធីបើកនិងពិធីបិទព្រឹត្តិការណ៍ទាំងមូល Your Excellency, ladies and gentlemen, before we start the torch, I would like to inform you some information related to the Olympic flag. The Olympic flag symbolizes peace, unity, and friendship among nations. It represents the Olympic spirit of fair play, effort, and discipline. The flag comes from ancient Greece, where fire symbolizes life and knowledge. It is an Olympia that carried to the whole city, stayed lit until the game ends. Ladies and gentlemen, may we begin the torch now. ឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាជាទីមេត្រីសូមត្រឡេកមើលទៅខាងឆ្វេងដៃនៅในវេទិកាគណៈពេលនេះពិធីរត់ភ្លើងគប់បានកំពុងតែធ្វើដំណើរជាបន្តបន្ទាប់ហើយដែលទីមួយនេះគឺសមាជិកនៃកីឡាករតាមភ្លើងគប់គឺអូចាន់លី Ladies and gentlemen, the torch bearer, first one, athlete Wu Chan Lee Lionel. កម្មជាបន្តគឺកីឡាករធឿនកូអ៊ីងចាំបន្តដោយហែមជេស្តាចានឹងបន្តទៅដល់កីឡាករវីស្ទូកូម៉ាហើយត្រូវនឹងបន្តដោយកីឡាករថៃលើកូម៉ាចាដល់នេះចាពិធីតាំងពីពុករត់កំពុងតែឆ្លងជុំវិញចានេះទីកន្លែងប្រពៃពិធីហើយចាលោកអ្នកបានធ្វើសកម្មភាពតាំងពីពុករត់ហើយក៏បន្តកម្មដោយអាជីពបន្តទៀត ចាដល់នេះកីឡាករទាំង5រូបបានធ្វើដំណើរមកកាន់ទីកន្លែងប្រពៃពិធីហើយលើកអូឡ িম্প ពិកត្រូវតាមហើយចាកុមារទាំង5រូប Alright, ladies and gentlemen, for your information, the torch bearer, first one, Ho Chan Lee Lionel from AIA. Second one, the athlete Phương Tu Ying.